តម្លៃមាសបានកើនឡើងរហូតដល់ទៅជាង$160នៅក្នុងមួយអោនបន្ទាប់ពីលោកដូណាល់ត្រាំបង្ហាញពីភាពវិជ្ជមាននៅក្នុងដំណើរការនៃការចរចាជាមួយនឹងអ៊ីរ៉ង់ក៏ប៉ុន្តែនៅក្នុងថ្ងៃដដែលតម្លៃមាសក៏បានធ្លាក់ចុះមកវិញជាង$60ផងដែរក្នុងមួយអោនក្រោយពីលោកមានការគម្រាមថាបើអ៊ីរ៉ង់មិនព្រមព្រៀងទៅលើកិច្ចព្រមព្រៀងណាមួយរបស់អាមេរិកនោះទេគឺគាត់នឹងធ្វើការទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់សួស្តីបងប្អូនអ្នកគ្នាខ្ញុំគុណណាន់ជាអ្នកវិភាគព័ត៌មានរបស់ក្រុមហ៊ុន GFG Investment នៅថ្ងៃទី7ឧសភា2026នេះខ្ញុំនឹងធ្វើការជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានជាមួយនឹងការអាប់ដេតទាក់ទងនឹងតម្លៃទីផ្សារផងដែរជាមួយនឹងតម្លៃហាងឆេងមាសក្នុងពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងតម្លៃ$4,700ក្នុងអោនដែលស្មើនឹង$5,662នៅក្នុងមួយតម្លឹងអញ្ចឹងបើសិនយើងមើលទៅលើទិដ្ឋភាពបំរែបំរួលទីផ្សារការពីម្សិលមិញយើងឃើញថាតម្លៃមាសវាមានការកើនឡើងរហូតដល់ទៅ$165នៅក្នុងមួយអោនគឺបានឡើងតាំងពីតម្លៃបើកផ្សារនៅក្នុងតម្លៃ$4,555រហូតដល់តម្លៃ$4,720នៅក្នុងមួយអោនបើយើងគិតជាតម្លឹងគឺវាមានការប្រែប្រួលរហូតដល់ទៅ$200នៅក្នុងមួយតម្លឹងដែលបានឡើងតាំងពីតម្លៃ$5,487រហូតដល់$5,687នៅក្នុងមួយតម្លឹងអូខេអញ្ចឹងតកតងនឹងវាមានព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានផ្សេងៗដែលជាកត្តារុញច្រានឲ្យតម្លៃមាសវាមានការប្រែប្រួលបែបនេះកាលពីម្សិលមិញដោយបានជម្រាបជូនខ្លះហើយតកតងនឹងដែលទីផ្សារនេះវានៅតែរងឥទ្ធិពលក៏ដូចជាផ្ដោតជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមនៅដែរដែលបច្ចុប្បន្នភាពសង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់គឺដល់ដំណាក់កាលក្នុងការចរចាប៉ុន្តែការចរចាហាក់បីជានៅតែមិនទាន់ទទួលបានផ្លែផ្កាក៏ដូចជាលទ្ធផលជាវិជ្ជមានឬក៏ផ្លូវការណាមួយនៅឡើយនោះទេដោយអ្វីដែលយើងបានឮកន្លងមកគឺគ្រាន់តែជាការលើកឡើងពីភាគីតែម្ខាងតែប៉ុណ្ណោះគឺសហរដ្ឋអាមេរិកជាពិសេសគឺលោកដូណាល់ត្រាំដែលលោកតែងតែលើកឡើងអំពីភាពវិជ្ជមានដំណើរការល្អនិងលទ្ធផលល្អដែលគាត់បានបង្ហាញទៅកាន់ពិភពលោកដែលនេះក៏ជាឥទ្ធិពលមួយធ្វើឲ្យតម្លៃទីផ្សារគឺវាមានការប្រែប្រួលខ្លាំងបែបនេះអញ្ចឹងបច្ចុប្បន្នភាពនៃការលើកឡើងអំពីលទ្ធផលនៃការចរចារបស់លោកដូណាល់ត្រាំគឺលោកនៅតែអាងថាតកតងនឹងដំណើរការនៅក្នុងការចរចាគឺវាមានដំណើរការល្អដែលអាចនឹងឈានដល់ការបិទបញ្ចប់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់នៅក្នុងពេលឆាប់ៗនេះអញ្ចឹងរាល់ពាក្យពេចន៍របស់គាត់ដែលបាននិយាយគឺបានធ្វើឲ្យតម្លៃទីផ្សារគឺវាមានការប្រែប្រួលជាពិសេសតម្លៃមាសគឺវាមានការកើនឡើងហើយតម្លៃប្រេងគឺវាមានការធ្លាក់ចុះនៅពេលដែលគាត់និយាយម្ដងក៏ប៉ុន្តែដូចដែលបងប្អូនបានដឹងហើយរាល់ពាក្យពេចន៍របស់លោកដូណាល់ត្រាំគឺតែងតែមានការប្រែប្រួលជាប់ជាប្រចាំតែម្ដងព្រឹកនិយាយផ្សេងល្ងាចនិយាយផ្សេងឆ្វេងស្ដាំអញ្ចឹងធ្វើឲ្យតម្លៃទីផ្សារវាមានការប្រែប្រួលហាក់បីជាមិនទៀងទាត់ឬក៏កំណត់ទិសដៅច្បាស់លាស់នៅឡើយនោះទេអញ្ចឹងដោយដែលម្សិលមិញអញ្ចឹងការពិព្រឹកគាត់បានលើកឡើងអំពីដំណើរការល្អនៅក្នុងការបញ្ចប់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់អញ្ចឹងវាធ្វើឲ្យតម្លៃមាសវាមានការកើនឡើងរហូតដល់តម្លៃ$4,720នៅក្នុងមួយអោនក៏ប៉ុន្តែនៅក្នុងកំឡុងម៉ោងជួញដូររបស់សហរដ្ឋអាមេរិកក៏វាបានធ្លាក់ចុះមកវិញរហូតដល់តម្លៃ$4,660នៅក្នុងមួយអោនវិញនៅពេលដែលគាត់ធ្វើការគម្រាមទៅលើអ៊ីរ៉ង់ថាបើសិនជាអ៊ីរ៉ង់មិនព្រមព្រៀងទៅលើកិច្ចព្រមព្រៀងណាមួយដែលអាមេរិកចង់បានទេគាត់នឹងធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់អញ្ចឹងចំណុចនេះគឺបង្ហាញអំពីអ្វីដែលគាត់និយាយគឺតែមានការប្រែប្រួលប៉ុន្តែតម្លៃទីផ្សារក៏នៅតែរងឥទ្ធិពលពីអ្វីដែលគាត់បានលើកឡើងផងដែរយ៉ាងណាក៏ដោយតកតងនឹងដំណើរការនៅក្នុងការចរចានៅក្នុងពេលបច្ចុប្បន្ននេះគឺគាត់បានលើកឡើងអំពីផែនការថ្មីដែលឲ្យឈ្មោះថា One Page Planអញ្ចឹង One Page Plan គឺជាគម្រោងមួយដែលគាត់បានលើកឡើងអំពីកិច្ចព្រមព្រៀងដោយប្រើប្រាស់ក្រដាសត្រឹមតែមួយទំព័រតែប៉ុណ្ណោះដោយលើកឡើងអំពីដំណើរផ្សេងៗដែលបានដាក់ឲ្យទៅខាងអ៊ីរ៉ង់ក៏ដូចជាអ៊ីរ៉ង់ស្នើមកកាន់សហរដ្ឋអាមេរិកវិញដើម្បីជាកិច្ចព្រមព្រៀងមួយក៏ប៉ុន្តែតកតងនឹង One Page Plan របស់លោកគឺនឹងលើកឡើងក៏ដូចជាជជែកដោយផ្ទាល់ចំពោះ3ចំណុចធំដែលទី1គឺតកតងនឹងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលលោកបានបញ្ជាក់ថាអ៊ីរ៉ង់គឺមិនអាចមានអាវុធនុយក្លេអ៊ែរនោះទេប៉ុន្តែបើសិនជាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដើម្បីយកមកប្រើប្រាស់នៅក្នុងវិស័យស៊ីវិលជារឿងដែលអាចទៅរួចក៏ប៉ុន្តែសម្រាប់អាវុធនុយក្លេអ៊ែរគឺមិនអាចដាច់ខាតចំណុចទី2គឺតកតងនឹងការលើកឡើងនៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់ទៅអ៊ីរ៉ង់គឺត្រូវតែលើកទណ្ឌកម្មនេះចេញហើយក៏ត្រូវតែរំដោះតកតងនឹងសាច់ប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបានធ្វើការបង្កកន្លងមកចំនួនរាប់ពាន់លានដុល្លារហើយចំណុចទី3ទៀតនោះគឺតកតងនឹងឲ្យមានការបើកដំណើរការឡើងវិញដោយសេរីចំពោះច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នកំពុងតែគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ឬក៏អាចនិយាយបានថាគ្រប់នាវាដែលអាចឆ្លងកាត់ច្រកសមុទ្រនេះបានលុះត្រាតែដាក់ដំណើរទៅកាន់អ៊ីរ៉ង់ហើយធ្វើការបង់តែប្រាក់ដើម្បីធ្វើការឆ្លងកាត់អញ្ចឹងវាជារឿងមួយដែលផ្ដល់ផលវិបាកសម្រាប់រាល់ការដឹកជញ្ជូនឬក៏ការធ្វើពាណិជ្ជកម្មរបស់ពិភពលោកអញ្ចឹង
3ចំណុចសំខាន់ធំនេះហើយដែលកំពុងតែជជែកចរចាគ្នាហើយត្រូវការពេលចំនួន30ថ្ងៃបន្ថែមទៀតដើម្បីធ្វើការចរចាលម្អិតនៅលើចំណុចទាំងអស់នេះចំណែកឯអ៊ីរ៉ង់វិញក៏នឹងធ្វើការពិនិត្យឡើងវិញក៏ដូចជាធ្វើការវិយតម្លៃទៅលើរាល់សំណើរបស់សហរដ្ឋអាមេរិកដែលបានដាក់ទៅអ៊ីរ៉ង់ចំនួន14ចំណុចអញ្ចឹងទាំងអស់នេះគឺកំពុងតែស្ថិតនៅក្នុងដំណើរការនៅក្នុងការចរចាអញ្ចឹងសូមបងប្អូនធ្វើការតាមដានទាំងអស់គ្នាជាមួយនឹង Channel Telegram របស់ក្រុមហ៊ុនរបស់យើងដែលយើងតែងតែធ្វើការអាប់ដេតរាល់ព័ត៌មានដែលបានចេញអញ្ចឹងវាជាឱកាសមួយសម្រាប់បងប្អូនធ្វើការវិនិយោគទាន់ពេលវេលាមួយទៀតយើងអាចសង្ខេបដល់ខ្លីចំពោះបំរែបំរួលទីផ្សារក្រោមឥទ្ធិពលព័ត៌មានមានន័យថានៅពេលដែលមានព័ត៌មានចេញមកបង្ហាញពីភាពវិជ្ជមាននោះតម្លៃហាងឆេមាសមានការហក់ឡើងតម្លៃប្រេងមានការធ្លាក់ចុះផ្ទុយទៅវិញនៅពេលដែលមានព័ត៌មានបង្ហាញពីភាពតានតឹងកើនឡើងឬក៏ភាពអវិជ្ជមានវិញតម្លៃមាសមានការធ្លាក់ចុះតម្លៃប្រេងមានការកើនឡើងត្រឡប់វិញអញ្ចឹងសូមបងប្អូនធ្វើការតាមដានឲ្យបានជាប់លាប់ជាមួយនឹង Channel Telegram របស់ក្រុមហ៊ុនដែលយើងតែងតែអាប់ដេតជាប់ជាប្រចាំអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគទៅលើទីផ្សារនេះសូមបងប្អូនធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទក៏ដូចជា Page របស់ក្រុមហ៊ុនបាទសូមអរគុណសូមជម្រាបលា